ថ្នាក់ដឹកនាំខេត្តនិងក្រសួងព័ត៌មានជំរុញមន្ទីរព័ត៌មានខេត្តកែបបន្តពង្រឹងការផលិតមាតិកាពិសេសលើវិស័យទេសចរណ៍ថ្នាក់ដឹកនាំទទួលបន្ទុកវិស័យព័ត៌មានទាំងថ្នាក់ក្រសួងនិងថ្នាក់ខេត្តបានជំរុញឲ្យមន្ទីរព័ត៌មានខេត្តកែបពង្រឹងប្រសិទ្ធភាពការងារផលិតនិងផ្សព្វផ្សាយមាតិកាព័ត៌មានបន្ថែមទៀតជាពិសេសការផលិតមាតិកាគាំទ្រលើវិស័យទេសចរណ៍ខេត្តស្របតាមទិសដៅអភិវឌ្ឍរបស់រដ្ឋបាលខេត្តការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ2026ក្រោមអធិបតីភាពអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសោមកុសលអនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែបខេត្តកំពតតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកប៊ុនយ៉ងអភិបាលរងខេត្តទទួលបន្ទុកវិស័យព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសោមពិសិដ្ឋអភិបាលខេត្តកែបព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានពិធីនេះធ្វើឡើងនារសៀលថ្ងៃទី30ខែធ្នូឆ្នាំ2025នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែបថ្លែងក្នុងឱកាសនោះលោកប៊ុនយ៉ងអភិបាលរងខេត្តបានមានប្រសាសន៍ដោយជំរុញឲ្យមន្ទីរព័ត៌មានខេត្តកែបបន្តពង្រឹងការងារស្នូលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាពិសេសការបង្កើនការផលិតមាតិកាព័ត៌មាននិងផលិតវីដេអូឲ្យបានច្រើនមានគុណភាពនិងទាន់សម័យសម្ដៅគាំទ្រនិងលើកកម្ពស់វិស័យទេសចរណ៍ខេត្តកែបឲ្យកាន់តែមានភាពទាក់ទាញចំពោះភ្ញៀវទេសចរជាតិបរទេសតបទៅតាមការណែនាំរបស់ឯកឧត្តមបណ្ឌិតសោមពិសិដ្ឋអភិបាលខេត្តកែបជាមួយគ្នានេះលោកអភិបាលរងខេត្តក៏បានណែនាំឲ្យមន្ទីរព័ត៌មានបន្តយកចិត្តទុកដាក់តាមដានរាល់ព័ត៌មានដែលផ្សព្វផ្សាយអំពីខេត្តកែបជាពិសេសប្រភេទព័ត៌មានคล้ายៗដោយត្រូវដាក់ចេញវិធានការឆ្លើយតបភ្លាមឯកឧត្តមសោមកុសលអនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកខេត្តកែបនិងខេត្តកំពតបានលើកឡើងដែរថាមន្ទីរព័ត៌មានខេត្តត្រូវបន្តអនុវត្តតួនាទីជាសេនាធិការឲ្យរដ្ឋបាលខេត្តនិងក្រសួងព័ត៌មានក្នុងការតភ្ជាប់ព័ត៌មានរវាងប្រជាពលរដ្ឋជាមួយថ្នាក់ដឹកនាំនិងថ្នាក់ក្រសួងឲ្យមានប្រសិទ្ធភាពខ្ពស់ឯកឧត្តមក៏បានផ្ដល់អនុសាសន៍ឲ្យពង្រឹងតួនាទីនិងសមត្ថកិច្ចរបស់ក្រុមការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិដើម្បីធានាគុណភាពការងារស្របតាមទិសដៅនិងការចង់បានរបស់ថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំក្រសួងព្រមទាំងឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហានានាដែលបានកើតឡើងតាមបណ្ដាញផ្សព្វផ្សាយដើម្បីធានាទំនុកចិត្តដល់ប្រជាពលរដ្ឋយ៉ាងណាថ្នាក់ដឹកនាំទាំងពីរក៏កោតសរសើរចំពោះលទ្ធផលការងារដែលមន្ទីរព័ត៌មានខេត្តខិតខំអនុវត្តនិងសម្រេចបានផ្លែផ្កានាពេលកន្លងមកនេះនិងបន្តជំរុញឲ្យមន្ត្រីគ្រប់ថ្នាក់នៃមន្ទីរព័ត៌មានខិតខំបន្ថែមទៀតសម្រាប់ឆ្នាំខាងមុខ